សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែររស់នៅប្រទេសហូឡង់បងប្អូនចាថ្ងៃនេះខ្ញុំអត់មានគម្រោងធ្វើដំណើរកំសាន្តទៅលេងណាទេទោះបីជាអាកាសធាតុល្អក៏ដោយសារនៅក្នុងប្រទេសហូឡង់នេះនៅមួយអាទិត្យខាងមុខនេះគឺគេនឹងមានការប្រជុំអង្គការ NATO ចាមានថ្នាក់ដឹកនាំកម្ពុជាពិភពលោកជាច្រើននឹងធ្វើដំណើរមកកាន់ប្រទេសហូឡង់នេះចាបងប្អូនមានដូចជាលោកត្រាំមានអីចឹងណាចាមានដឹកនាំពិភពលោកសំខាន់ចាចឹងហើយគេបានបិទផ្លូវនៅជុំវិញពលានយន្តហោះចាហើយអ្នកដែលរស់នៅក្នុងតំបន់ជិតពលានយន្តហោះហ្នឹងគឺត្រូវបានបិទផ្លូវអញ្ចឹងយើងជ្រើសរើសអត់មានជំរើសចឹងទៅក៏នៅក្នុងស្រុកទៅចាបងប្អូនគម្រោងគឺថាចង់ទៅលេងនៅប្រទេសបែលហ្សិកម្ដងទៀតចាទីក្រុង Ghent ប៉ុន្តែដោយសារតែគេបិទផ្លូវចឹងហើយយើងត្រូវធ្វើដំណើរឆ្លងកាត់ទៅតាមផ្លូវដែលគេបិទហ្នឹងចឹងហើយក៏លុបចោលនៅដំណើរកំសាន្តហ្នឹងចឹងក៏មកមើលនៅយន្តហោះចុះតែម្ដងទៅបងប្អូនចានៅចិត្តហ្នឹងទេខ្ញុំជិះកង់មកប្រហែលជា15នាទីទៅ20នាទីមកដល់ហើយបងប្អូនចាសូមអរគុណសូមជម្រាបលា